បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបាទលោកគ្រូអ្នកគ្រូរៀមស្បនទាំងអស់ជាទីគោរពជាទីរាប់អានថ្ងៃនេះគឺខ្ញុំមានជាប្រភេទដែលយើងតួអង្គបងប្អូនណាបាទតួអង្គដែលយើងសាងហើយគឺមាន3មុខបងប្អូនណាបាទមានតួអង្គ3មុខបាទគឺយកមកដាក់ថតចែកជូនឲ្យបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាបាទប្រភេទតួអង្គនីមួយៗសិតតែពិសេសបងប្អូនណាបាទនេះគឺខ្ញុំមករៀបរាប់ប្រភេទតួអង្គទី1នេះបងប្អូនណាបាទតួអង្គទី1នេះគឺជាប្រភេទនៃយើងសាងចេញអំពីអង្គដែលកកคล้ายទៅជាថ្មបងប្អូនណាបាទនេះមើលសាច់អង្គយើងកាត់ទៅតឹងសាច់បងប្អូនហ្នឹងបាទយើងកាត់ទៅតឹងសាច់បងប្អូនណាបាទប្រភេទអង្គដែលកកคล้ายទៅជាថ្មឬក៏យើងអាចហៅថាអង្គបុរាណបងប្អូនណាបាទអង្គបុរាណបាទយើងសាងជាតួអង្គនៃព្រះអង្គកម្ចាយណៈបងប្អូនណាបាទខាងលេបខាងជ័យខាងស្នេហ៍មហានិយមតិចតិជុំបងប្អូនណាបាទបានទាំងការពារបានទាំងស្នេហ៍មហានិយមលុដូរ៉ូស៊ីបងប្អូនណាបាទយើងសាងជាសាវករបស់ព្រះអង្គគឺមានឫទ្ធិមានតជានិងមានបារមីខ្លាំងណាស់បងប្អូនណាមើលមុខឡើងស្អាតណាបងប្អូនណាបាទទឹកដៃជាងនេះគឺមិនធម្មតាទេបាទប្រភពរបស់ព្រះអង្គគឺឡើងកផាច់តែម្ដងបងប្អូនណាបាទព្រះអង្គកម្ចាយណៈយើងសាងចេញអំពីនៃអង្គដែលកកคล้ายទៅជាថ្មគេហៅថាអង្គនឹងគង់ដែលកកคล้ายទៅជាថ្មបាទគឺពិសេសតែម្ដងបាទគឺសម្រាប់យើងធ្វើជាខ្នាតបតោងសម្រាប់យើងដាក់នៅក្នុងផ្ទះនាំលាភនាំជ័យនាំសិរីមង្គលដល់ក្រុមគ្រួសារយើងបាទនាំសិរីមង្គលដល់ក្រុមគ្រួសារយើងបាទគឺពិសេសតែម្ដងបាទនេះជាតួអង្គទី1ចំណែកឯតួអង្គទី2នេះបងប្អូនណាបាទតួអង្គទី2នេះគឺជាប្រភេទនៃអង្គកូនក្រកបាទគេថាមានអង្គកូនក្រកបិទមុខដៃ4នេះគេហៅថាមហាឧត្តសម្រាប់ការពារបងប្អូនណាបាទកាលណាបិទតិចបិទអីចេះសម្រាប់ការពារនៅខាងគ្រឿងសភាវុធបងប្អូនណាបាទគ្រឿងសភាវុធបាទសម្រាប់ការពារបាទចំណែកឯមួយអង្គទៀតគឺយើងសាងជាបៀមតងសុកបាទបៀមតងសុកអញ្ចឹងយើងកូនក្រកនេះគឺមានញីមានឈ្មោលនិងមានបងមានប្អូនគេបាទមួយអង្គបៀមតងសុកមួយអង្គទៀតគឺបិទមុខបិទតិចដៃ4បងប្អូនណាបាទសម្រាប់ទាំងការពារបានទាំងដឹងតំណែងបាទប្រាប់មានរឿងមានហេតុកើតឡើងណាមួយគឺកូនក្រកនឹងប្រាប់យើងឲ្យដឹងមុនបងប្អូនណាបាទនេះហើយគឺជាប្រភេទនៃអង្គកូនក្រកបងប្អូនដឹងស្រាប់ហើយពីអានុភាពនៃការប្រើប្រាស់បាទនាំលាភនាំជ័យនាំសិរីមង្គលដល់ក្រុមគ្រួសារយើងបងប្អូនណាបាទប្រភេទនៃអង្គកូនក្រកដែលយើងសាងចេញអំពីនៃគុជបងប្អូនណាបាទសាច់គុជតែម្ដងគេហៅថាថ្មគុជបាទបងប្អូនមើលតែសាច់អស់ទាស់តែម្ដងបាទគឺដាក់ពន្លឺទៅចូលភ្លឺដូចជាត្បូងអញ្ចឹងបងប្អូនណាបាទសាច់គុជឡើងកមួនស្អាតណាបងប្អូនណាបាទគឺស្អាតមែនទែនតែម្ដងហើយទឹកដៃជាងនេះក៏មិនធម្មតាដែរបងប្អូនណាគឺមិនធម្មតាទេបាទទឹកដៃជាងនេះបាទដូចជាបងប្អូនឃើញនៅក្នុងរូបភាពនេះចឹងបងប្អូនណាបាទគឺស្រស់ស្អាតតែម្ដងបងប្អូនណាបាទគឺខ្ញុំសាងបាន4អង្គតែមានបងគាត់ចែកយកទៅអស់2អង្គទៅបងប្អូនណាបាទចែកយកទៅអស់2អង្គទៅឥឡូវនៅ2អង្គនេះក៏យកមកដាក់ផុសចែកជូនដល់បងប្អូនទស្សនាបើសិនជាបងប្អូនមាននិស្ស័យយើងអាចចែកជាវយកទៅបានបងប្អូនណាយើងអាចចែកជាវយកទៅបានបាទតែបើសិនជាមិនមានទេខ្ញុំប្រហែលជាយកទៅស្រោបបងប្អូនណាបាទចំណែកឯ2អង្គនេះទៀតគឺជាព្រះអង្គព្រះសិវលីបងប្អូនណាបាទគឺយើងសាងខាងលៀបខាងជ័យបាទព្រះអង្គព្រះសិវលីនេះគឺយើងសាងចេញអំពីក្រញូងដែលទឹកបងប្អូនណាបាទនេះគឺក្រញូងដែលទឹកបាទព្រះសិវលីមួយអង្គនេះក្រញូងដែលទឹកបងប្អូនណាបាទចំណែកឯព្រះសិវលីមួយអង្គនេះទៀតបងប្អូនណាបាទយើងសាងចេញអំពីពៅដុះបងប្អូនណាបាទយើងសាងចេញអំពីអង្គពៅដុះបាទពៅដុះដើមឈើក្រំបងប្អូនណាបាទពៅដុះដើមឈើក្រំបាទនេះព្រះអង្គព្រះសិវលីមួយអង្គទៀតនេះគឺយើងសាងចេញអំពីនៃអង្គពៅដុះបងប្អូនណាបាទអង្គពៅដុះដើមឈើក្រំបងប្អូនណាបាទគឺដើមឈើក្រំសម្រាប់យើងខាងស្នេហ៍លក់ដូររ៉ូស៊ីមហានិយមបងប្អូនណាដូចខ្ញុំបានជម្រាបចឹងបាទចឹងតួអង្គទាំងអស់នេះដែរដូចខ្ញុំបានជម្រាបចឹងបើសិនជាបងប្អូនដែលមានឧបនិស្ស័យចង់យកលោកទៅគ្រប់វិជាថែអាសាបងប្អូនណាបាទគឺសូមតំណែងតាមលេខទូរស័ព្ទខ្ញុំបាទដែលនៅខាងក្រោមឬក៏តាមរយៈលេខ Telegram ខ្ញុំបាទគឺលេខ Smart ទាំងឯងបងប្អូនណាគឺលេខ Smart ទាំងឯងបាទហើយក៏សូមអរគុណច្រើនដែលបងប្អូនទាំងអស់ចូលទស្សនានៅក្នុង Page ខ្ញុំបាទដែលមានទំនុកទុកចិត្តលើ Page ខ្ញុំបាទឲ្យខ្ញុំបាទផ្ញើអីវ៉ាន់គ្រប់ទីកន្លែងទាំងអស់តែម្ដងបងប្អូនណាហើយបើសិនជាខ្ញុំនិយាយទៅក៏លើសលុះនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងបាទនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលាបាទគឺមានតួអង្គគឺមាន5អង្គបងប្អូនណាគឺមាន5អង្គបាទគឺស្អាតបងប្អូនណាសម្រាប់ការពារខ្លួនធ្វើជាខ្នាតបន្តោងលក់ដូររ៉ូស៊ីបងប្អូនណាបាទ